Most of us aren't even aware of the UK logistics industry, yet it's one of the most successful sectors in UK business. Logistics affects nearly every aspect of our daily lives. It's quite literally all around us all the time. កិច្ចព្រមព្រៀងមកប្រទេសយើងចាប់ផ្ដើមបើកទីផ្សារពេលហ្នឹងគឺមានចាប់ផ្ដើមមានកុងតឺន័រមកមានទំនិញមកពីក្រៅមកតាមកប៉ាល់ពេលហ្នឹងគឺខ្ញុំនៅកាន់ខាងទីលាននៅទំនិញហ្នឹងហើយនៅកំពង់ផែកំពង់សោមនៅពេលដែលរដ្ឋាភិបាលរបស់យើងបើកទីផ្សារអញ្ចឹងយើងមើលយើងបើកឱកាសឲ្យអ្នកវិនិយោគណាចូលមកវិនិយោគនៅប្រទេសរបស់យើងភាពតាក់ទាញរបស់យើងគឺអីគេគឺកម្លាំងពលកម្មថោកវត្ថុធាតុដើមសម្បូរច្រើនណាធនធានវត្ថុធាតុដើមច្រើនណាអញ្ចឹងពេលដែលយើងបើកទីផ្សារបើកទ្វារទទួលវិនិយោគខាងក្រៅមកអញ្ចឹងអ្នកវិនិយោគគឺនាំគ្នាមកវិនិយោគនៅស្រុកយើងណានៅស្រុកយើងអញ្ចឹងតម្រូវការធនធានមនុស្សទាំងពលកម្មណាទាំងតម្រូវការពលកម្មហើយការបើកមុនដំបូងយើងដឹងស្រាប់ហើយការងារខ្លះគឺយើងអត់មានធនធានមនុស្សធ្វើទេណាខ្ញុំលើកឧទាហរណ៍ដូចជាការងារ logistics បើការងារ project ធំដូចជាកប៉ាល់ដូចជាអីដែលមក project មកកប៉ាល់អីដូចជា relocate ពីស្រុកចិនមកស្រុកខ្មែរអគិសនីយើងចាក់ហេនេះគឺអត់មានក្រុមហ៊ុនណាហ៊ានធ្វើបានទេក្រុមហ៊ុនខ្មែរគឺអត់មានទេមានតែក្រុមបរទេសទេកាលហ្នឹងខ្ញុំធ្វើជា subcontractor ឲ្យក្រុមហ៊ុនបរទេសមួយកាលហ្នឹងបរទេសក្រុមហ៊ុនបារាំងជាក្រុមហ៊ុនធំ SDV ខ្ញុំធ្វើការងារច្រើនជាមួយនឹង project ធំកប៉ាល់មួយដែលធំមកពីក្រៅមកចូលកំពង់ផែអត់បានទេអញ្ចឹងខ្ញុំត្រូវទៅរកជួលកប៉ាល់ហើយកាលនោះនៅមានខ្មែរក្រហមនៅឡើយទេធនធានមនុស្សគឺយើងកម្រអញ្ចឹងហើយបានជាគេត្រូវយកជនជាតិគេហ្នឹងគឺមកធ្វើណាមកធ្វើប៉ុន្តែនៅពេលណាដែលការវិនិយោគប្រទេសរបស់យើងទទួលបានការវិនិយោគដោយត្រង់កាន់តែច្រើនពេលណាដូចយើងលុយមកដាំនៅស្រុកយើងអញ្ចឹងយើងឃើញហ្នឹងកន្លែងនេះបានខ្ញុំដាក់សញ្ញាលុយណាផ្ដល់ការងារឲ្យយើងហើយយើងមានការងារច្រើនធ្វើណាចេះមុំក៏យើងអាចធ្វើបានដែរហើយគេនឹងបង្រៀនយើងខ្លះទៀតយើងគិតថានៅពេលណាដែលវិនិយោគមកយើងច្រើនអញ្ចឹងប្រទេសយើងទូចប៉ុណ្ណឹងសួរថាតើការផលិតសម្រាប់ផ្គត់ផ្គង់ប្រទេសយើងប្រើអស់ហើយអត់អស់ទេអញ្ចឹងគោលបំណងវិនិយោគហ្នឹងគឺគ្រាន់តែយកប្រទេសយើងជាប្រទេសដែលផលិតហើយគេនាំទៅលក់ណានាំទៅលក់នៅប្រទេសដទៃមួយទៀតហើយអ្វីដែលអំណោយផលខ្លាំងសម្រាប់ប្រទេសយើងចូលមកប្រទេសយើងដោយសារប្រទេសយើងក្រហើយយើងទៅបញ្ចប់សង្គ្រាមប្រទេសធំគាត់ជួយផ្ដល់ឲ្យយើងនៅ GSP នៅ EBA នៅអីទាំងអស់ហ្នឹងសុទ្ធតែជាអ្វីដែលជាភាពតាក់ទាញណាក្នុងការតាក់ទាញឲ្យអ្នកវិនិយោគពីក្រៅមកហ្នឹងមកវិនិយោគផលិតនៅស្រុកយើងនាំទៅលក់នៅស្រុកទី3ដោយមិនចាំបាច់បង់ពន្ធនាំចូលអញ្ចឹងនៅក្នុងលក្ខខណ្ឌហ្នឹងឯងណាដែលធ្វើឲ្យការកើនឡើងនៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិរវាងកម្ពុជាយើងជាមួយនឹងប្រទេសទី3ដោយសារនិយមន័យក្នុងការធ្វើពាណិជ្ជកម្ម